បងក៏សួរថាអ្នកលក់មានប្រភេទឧបករណ៍កាត់ស្មៅណាខ្នាតទូចូលនៅក្នុងចការកាត់ក្រោមសយាបមេឃទីកន្លែងចៀតអីបានអស់ព្រោះអីតំណាំនៅក្នុងចការរបស់គាត់ឥឡូវវាធំហើយអញ្ចឹងវាមានបែកមេឃសាខាអីចឹងណាពិបាកចូលគ្រឿងចាក់ធំចូលអញ្ចឹងគាត់ចង់បានខ្នាតទូយកទៅកាត់ទេឥឡូវបងមើលឧបករណ៍មួយនេះមើលគឺត្រូវជាមួយនឹងតម្រូវការបងអំពុំមានចង់បានដែរអត់ឧបករណ៍នេះជាប្រភេទឧបករណ៍កាត់ស្មៅកំទេចក្នុងពេលតែមួយបងមុខកាត់របស់គេប្រវែង80 cm ដីស្មៅគឺកាត់លឿនតែម្ដងចុះបើដីអត់ស្មៅធ្វើមិនចឹងដីអត់ស្មៅគេមានកង់របស់គេប្រម៉ោយ2ហ្នឹងសម្រាប់ធ្វើការទប់លំនឹងបត់បែនទៅតាមស្ថានដីដែលអត់ស្មើនឹងឯងហើយវាភ្ជាប់ជាមួយនឹងកូនត្រាក់ទ័រកង់2 BCS 740ផលិតផលរបស់អ៊ីតាលីបងបើគុណភាពធានាជូនពុកម៉ែបងប្អូនតែម្ដងគឺល្អប្រើហើយអ្វីដែលសំខាន់កូនត្រាក់ទ័រកង់2ហ្នឹងគេមានប្រព័ន្ធសុវត្ថិភាព Power Safe នឹងទៀតហើយបើកន្លែងមើលស្មៅវិញគឺស្មៅពោះក្រាស់ហ្នឹងគឺកាត់កំទេចធ្វើជីកំប៉ុស្តក្នុងពេលតែមួយតែម្ដងឧបករណ៍នេះគឺស័ក្តិសមមែនទែនសម្រាប់បងអំពុំមីងដែលគាត់ដាំដំណាំទីចង្អៀតចាហើយចង់បានប្រភេទកូនត្រាក់ទ័រស្រាលចូលទៅគឺប្រើមួយឈុតមួយហ្នឹងគឺត្រូវតែម្ដង